សេចក្តីសុខជាមួយគ្នានឹងចិត្តដែលបានអប់រំបើតើតែអប់រំចិត្តនឹងណាគឺវាមិនមែនចិត្តតែប្រសេកប្រសាចអវើរវាយរាយមេយទៅរកអារម្មណ៍នេះតិចអារម្មណ៍នោះបន្តិចហើយនាំតែរឿងយកមកដាក់ខ្លួននឹងហើយអាយុតិចផងចឹងមើលសំតែរឿងខឹងបើយើងសំតែរឿងខឹងណាជីវិតយើងសល់ប្រមាណនឹងអត់គ្រប់សម្រាប់យើងខឹងទេចឹងពេលចិត្តស្លាប់យកខឹងនឹងទៅផងគឺណាចូលវាត្រូវឈឺវាត្រូវលំបាកណានឹងឯងហើយបើយើងចិត្តតែសំឈឺតិចតួចខឹងរឿងអីតិចតួចខឹងអត់មានខន្តីអត់មានសេចក្តីអត់ធន់ហើយវាចិត្តតែបានរឿងអីឲ្យយើងកប់ចិត្តទៅហើយដល់ទៅពេលឈឺចិត្តស្លាប់មិនស្រួលចេះផងទេណាលំបាកណាស់ហើយអាលំបាកហ្នឹងស្ដាប់ធัวក៏មិនចូលតាំងចិត្តក៏មិនស្ងប់ហើយតិចថាកូនចៅគេមិនមកអើតហើយយើងចិត្តតែទៀមទាមិនបានហើយបើអត់អប់រំចិត្តខ្លួនឯងឃើញណាគឺស្លាប់ទៅទាំងខឹងចិត្តសៅហ្មងនៅពេលចិត្តស្លាប់អានឹងឯងចឹងបានថាបើយើងចេះតែគ្រប់គ្រងអាការស្រឡាញ់ស្អប់កប់ទាស់ក្នុងជីវិតរបស់យើងថាត្រូវទៅអញ្ចឹងណាពេលវេលាសម្រាប់យើងស្រឡាញ់ក៏អត់មានគ្រប់គ្រាន់បើត្រូវស្លាប់ទៅទាំងមិនតន់ឆ្អែតមិនតន់គ្រប់គ្រាន់ក្នុងការស្រឡាញ់ក្នុងការពេញចិត្តទេចឹងកំពុងតែស្រឡាញ់កំពុងតែពេញចិត្តកំពុងតែហួងហែងកំពុងតែត្រេកអររីករាយក្នុងកាមគុណមាសប្រាក់លុយកាក់លៀបយសហ្នឹងហើយត្រូវមានវិបត្តិត្រូវមានជំងឺរោគាអីចឹងទៅសោកសៅណាសោកសៅជាមួយនឹងរបស់ដែលជាប់ជាពាក់នឹងណាចឹងបានថាពេលវេលាសម្រាប់យើងរស់ហ្នឹងវាអត់មានគ្រប់គ្រាន់សម្រាប់យើងហួងហែងរបស់ក្នុងលោកសម្រាប់ឲ្យថាយើងស្រឡាញ់ឲ្យអស់ចិត្តសិនសុំស្លាប់ណាវាអត់ទុកឱកាសឲ្យយើងអញ្ចឹងទេចឹងហើយចាំយើងខឹងយើងស្អប់ណាណីចាំឲ្យអ្នកដតីនឹងឯងវិន័យបាត់ពីលោកនឹងចឹងទៅសុំយើងស្លាប់អីចឹងអត់ទេអត់ឡើយគឺឆាប់ណាឆាប់គេធ្វើមិនមែនថាដើម្បីកុំឲ្យភ្លៀងឬកុំឲ្យថ្ងៃក្តៅទេគឺភ្លៀងនៅតែភ្លៀងក្តៅនៅក្តៅប៉ុន្តែសម្រាប់កម្មបាំងហ្នឹងអញ្ចឹងរឿងក្នុងលោកហ្នឹងមិនមែនយើងចាំតល់តែអត់មានអ្នកដតីនិយាយអាក្រក់ពីយើងបានយើងសុខស្ងប់ហើយតល់តែយើងអត់ចាស់យើងអត់ឈឺបានយើងសុខស្ងប់តល់តែមានលេបកុំឲ្យវាមានអាការអត់លេបតល់តែមានយោះចម្រើនឡើងអញ្ចឹងកុំឲ្យវាមានការអត់យោះអានឹងបានយើងសុខស្ងប់អញ្ចឹងគឺយើងមុខតែស្លាប់ទៅទាំងមិនស្ងប់ហើយគឺណាពីព្រោះរឿងក្នុងជីវិតយើងធ្វើម៉េចកុំឲ្យមានចាស់កុំឲ្យមានឈឺកុំឲ្យមានអត់លៀបអត់យោះកុំឲ្យគេស្ដីថានន្ទាកុំឲ្យមានទុកក្នុងរឿងផ្សេងគឺថាធ្វើយ៉ាងម៉េចក្នុងជីវិតយើងនឹងអត់បានទេអានឹងដូចភ្លៀងអញ្ចឹងប៉ុន្តែយើងអាចការពារបានដោយសារយើងមានឆាត់បាំងឆាត់នឹងគឺជាការប្រព្រឹត្តធម៌ទាំងធម្មោហវេរកតិធម្មចារិនគឺណាធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌អញ្ចឹងគឺថាភ្លៀងទៅតែយើងមានឆាត់កាន់បាំងក្តៅទៅតែយើងកាន់ឆាត់បាំងវាបានតិចដោយសារឆាត់នឹងយ៉ាងណាការប្រព្រឹត្តធัวនឹងទាំងនៅក្នុងលោកនឹងវាមានលោកធัวសពគ្រប់អញ្ចឹងមានលៀបអត់លៀបមានយោះអត់យោះសរសើរនន្ទាអីអញ្ចឹងហើយមានចរិយាជាធិមានអកុសលវិបាកគឺក្នុងជីវិតនឹងបន្តមកហើយយើងចាំឲ្យយើងរស់នៅស្រួលសូមយើងស្លាប់ឲ្យមិនបានយើងទៅទៀមទាពីអ្នកណាវាតើយើងមានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងតែម្ដងដោយអត់រងចាំពេលណាអត់ចាំបាច់អារម្មណ៍ណារឿងអីណាទេគឺដោយសារការប្រព្រឹត្តធម៌នេះជាសមត្ថភាពផ្ទាល់ជាក់ស្ដែងដោយខ្លួនឯងតើតែជាអ្នកប្រព្រឹត្តធម៌អញ្ចឹងណាយើងទៅរកភាពជាក់ស្ដែងពីអ្នកដទៃណាមិនបានទេចឹង